ទី2អាសេះសដៃជើងបាទវាបាត់ បាទ គាត់មានឯណាយីច្បាច់ទៀតគឺតែល្ងាច ខ្ញុំច្បាច់ងោកងោកចឹងទៅតើគាត់លក់បានខ្ញុំលោបដេកហើយកោដាច់អស់ហើយស្បែកហ្នឹង មិនចឹង ពេលកលាគាត់កោ កង ឥឡូវគាត់ ពីមុនហ្នឹងកងចេះតែមិនបានមុនហូបតៃទីហ្នឹងកងចេះតែកោអាសេះអាសោះម្រាមដៃម្រាមជើង សនៅអាសនៈទៅយើង វាជីបដូចលើអាស៊ីតអីក៏មិនទេកង វាដូចជាយើងដូចជាមនុស្សអស់កម្លាំងអីចឹងវាធ្វើឲ្យយើង មិន ចុ មា ក ន រួយអីចឹងដូចថាវាសព បាទ អង្គចែងសពជើងសពអីវាធ្វើអញ្ចឹងមកនោះធ្វើឲ្យយើង មិន ដាក់នេះ សំ មក ណុក សំណុក បាទ ដេកបាន បាទនេះមីមួពេញហ្នឹងហ្មង ពេលមួយពេញហ្នឹងដល់យើង បាទ ហូបអាហ្នឹងទៅវាទៅជាស្រួលដូចថាដូចយើងមនុស្សធម្មតាដូចយើងនៅកម្លាំងនៅពីកន្លោះអញ្ចឹងអ អូ ត់មាន បាទវាប៉ិតអីកង បាទ បាទ ដូចថាយើងអត់មានអីឈឺនៅក្នុងខ្លួនអញ្ចឹង ហ៊ានស្បត់និយាយការប៉ិត បាទពិត ហ៊ានស្បត់ដាក់ជីវិតបើមិនប៉ិតឲ្យងាប់ វល់បងប្អូននេះបាទនៅខាងត្បូងឃុំ បើ វល់ ចាខ្ញុំនិយាយការប៉ិតឲ្យសួរអ្នកស្រុកអ្នកភូមិហ្នឹង ជាងហី 81ឲ្យសួរអ្នកស្រុកអ្នកភូមិហ្នឹងពីណាថាគាត់រស់វះជើងឲ្យនៅអត់តាន់ជាណា បាទ វះជើងជាតែជើងប៉ុន្តែសុខភាពយើងដូចសួតបេះដូងផ្លូវដង្ហើមដៃជើងគឺគាត់នៅដដែល បាទ គាត់វះដាក់ដែកហ្នឹងគឺគាត់ធូរជាមិនថាពេទ្យវះអត់មានសភាពប៉ុន្តែ នៅតែឈឺ នៅតែឈឺរាងកាយរបស់យើងដូចកា ដៃ ពះ ជើងតែសេះអសោះសេះ ចាកាពះពោះវៀនឲ្យចុកងាករត់ទៅរកពេទ្យចុកស្រែកអីចាស់ឲ្យយតែពេលផឹកអាហ្នឹងទៅវាបាត់អាដុំពោះដុំអីអាមូចុកស្អល់ហ្នឹងក៏អត់មាន បាទ ចឹងនិយាយចឹងខ្ញុំអ្នកថែឡើងប៉ោង មិនទៅកងដូច ប៉ោង ប៉ោងហឹង ហើយពីណាប៉ោងរឹងហើយឡើងសរសៃលវាមហើយបានលាត់មើល ឥឡូវរៀបប្លង់ហ្នឹង ចា អស់លេង ខឹកអាហ្នឹងស្រក់ទាំងក្បាលពោះទៀត ក្បាលពោះទៀតបាទហើយដុតជាតិខ្លាញ់អាក្រក់នៅរាងកាយ តែគាត់ថា អស់លេងមកនោះដូចថាកម្លាំងដូចរងថ្ងៃហ្នឹងយើងមិនកម្លាំងដូចយើងពីដើមយើងនៅក្មេងទេ បាទប៉ុន្តែ តែបានសក្តីសុខភាពនៅវាអត់មានចុករយវាអត់មានអាសេះសោះដៃជើងវាអត់មានអីទាំងនោះ បាទជំនឿថាដូចថាត្រឡប់មកមានសុខភាពល្អប្រសើរសบายរីករាយមកវិញហើយកងបាទច្រើនរីករាយមកវិញហី អ្នកទិញ តាមឲ្យដល់100ត្រូវ80 80បាទ អ្នកមកទិញចកាហ្នឹងណា ហើយកង អ្នកមកទិញចកាហ្នឹងណាគេខ្ញុំលក់អស់ហើយគាត់មើលគាត់ហ្នឹងតែមកកុំអីហ្នឹងអត់មានលុយបន្តទៅទៀតទេត្រូវទៅពេទ្យតាមផឹកអាហ្នឹងនឹងទៅខ្ញុំលែងទៅពេទ្យទៅ បាទតែមិនបើស្គាល់តៃធីមុនហ្នឹងត្រូវសល់ច្រើនជាង ចាហើយខ្ញុំលក់ឲ្យគេឲ្យសួរអ្នកលក់ហ្នឹងទិញណាមកពិបាកចិត្តតាហ្នឹងឯងអូយក្បាលពោះគាត់ធំហើយឡើងតៃលវាមអើយពោះគាត់គេពិបាកចិត្តនេះទិញដីហ្នឹងគេនិយាយ បាទ ហើយមួយទៅចាំមិនថានេះខ្ញុំឲ្យមើល អូកងពីមុនដល់អង្គុយយើងហ្មងកង ចាឲ្យមើលក្បាលពោះនេះមើលក្បាលពោះមើល វានេះអត់រំលាយអាហារណោះ ចាក្បាលពោះធំហើយឡើងសរសៃលវាម នេះឥឡូវកងមួយទឹកខ្លួនឯងបានហើយមែនហើយកង បាទឥឡូវមើល កងឥឡូវសុំកងជួយចោះដើរឲ្យបងប្អូនយើងឃើញអានេះថាការប៉ិតហ្មងបាទចាបាទមក នេះឲ្យមើលនេះមួយទឹកឲ្យគាត់ហ្នឹង នេះបាទពីមុនមួយទឹកហ្នឹង អត់ទេមុនដើរពីរផឹកឆ្នាំហ្នឹងហើយឡើងដើរពីរដើរមួយទេ អីដើរអីមុនដើរពីរ បាទឥឡូវដើរតែមួយតិចទៀតឈប់ប្រើអាហ្នឹងអីចឹងមកកងមកឥឡូវយើងដាក់ណា ដើរគាត់ឈប់ប្រើប្រាស់ អញ្ចឹងអូយអូយកងអើយសុបាយចិត្តណាស់នេះបាទបងជួយដោះកៅអីតិចឲ្យកងដើរមកអូពិសេសមែនតើអ្នកមីងអើយកងអើយខ្ញុំសុបាយចិត្តខ្លាំងណាស់តែកងអាចដើរបានទៅវិញបាទពីមុនគាត់ដើរមិនរួចរហូតដល់ថ្នាក់អៀវបងប្អូនណាឥឡូវកងធ្វើចលនាបានហើយពិសេសមែនតើឥឡូវនេះបាទបានកងបាទកងអញ្ជើញទៅខាងមុខវិញតែម្ដងបាទនេះបងប្អូនណាពាក្យពិតពីកងបាទព្រោះពីមុនគាត់ឈឺបាទមានវីដេអូមានអីផុសតាំងតែម្ដងពីមុនគាត់ឈឺរហូតបាទដល់ក្រុមគ្រួសាររបស់គាត់ហ្នឹងអៀវគាត់បាទដើម្បីចង់តាណាក៏អៀវបាទហើយជើងហើមទៀតប៉ុន្តែឥឡូវបាត់ហើមនៅកងជើងអូបាទខ្ញុំសប្បាយចិត្តណាស់បាទឃើញកងបាន